ដើមក្រសាំងទៀបថ្នាំព្យាបាលភ្នែកដោះកន្ទុយថ្លែនសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកដើមក្រសាំងទៀបយកមកធ្វើថ្នាំចែកជូនបងប្អូនទាំងអស់គ្នារបៀបធ្វើបងប្អូនគ្រាន់តែយកដើមក្រសាំងទៀបនេះចំនួន10ដើមយកទាំងផ្កាផងរួចហើយបងប្អូនយកទៅលាងសម្អាតទឹកឲ្យស្អាតហើយបុកឲ្យម៉ត់បន្ទាប់មកដាក់លាយជាមួយនឹងទឹកធម្មតាចំនួន1កែវរួចហើយបងប្អូនពូតច្រោះយកទៅទឹករបស់វាយកមកហូបមួយថ្ងៃហូបតែមួយដងទេបងប្អូនព្យាយាមហូបចាប់ពី1សប្តាហ៍ឡើងទៅអាការៈបងប្អូនដែលថាភ្នែកដុះកន្ទុយថ្លែននោះនឹងចាប់ដើមបានធូរស្បើយម្ដងបន្តិចហើយសូមអរគុណសូមជម្រាបលាថ្នាំព្យាបាលស្រវាំងភ្នែកមិនថាពុកម៉ែបងប្អូនដែលមានវ័យកាន់តែជរាខ្សោយភ្នែកឬក៏អ្នកដែលគាត់តែងតែប្រឈមនៅនឹងមុខកាមេរ៉ានៅមុខទូរស័ព្ទឬក៏អ្នកដែលគាត់មើលនឹងកញ្ចក់កុំព្យូទ័រច្រើនឡើយដោយសារតែបញ្ហាទាំងអស់នេះដែលធ្វើឲ្យសុខភាពប្រស្រីភ្នែករបស់អ្នកចុះខ្សោយមើលមិនសូវច្បាស់និងត្រហាយភ្នែកជាដើមដូច្នេះហើយខ្ញុំសូមណែនាំពីរុក្ខជាតិឱសថម្យ៉ាងដែលជួយធ្វើឲ្យសុខភាពភ្នែករបស់អ្នកនឹងល្អឡើងវិញតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាការស្វែងរកឃើញថាដើមជីវ៉ាន់ស៊ុយអាចជួយជំនួយភ្នែករបស់អ្នកឲ្យមានសុខភាពល្អដោយសារតែមានសារជាតិចិញ្ចឹមជាច្រើនវិធីធ្វើយកដើមជីវ៉ាន់ស៊ុយទាំងដើមទាំងឫស10ទៅ15ដើមឆុងទឹកចំនួន1កែវពិសានៅពេលក្តៅអ៊ុនៗពិសាមួយថ្ងៃ1ដងក៏បាន2ដងក៏បានព្យាយាមពិសាចាប់ពី1សប្តាហ៍ឡើងទៅនឹងឃើញផលហើយដូចនេះហើយសូមពុកម៉ែបងប្អូនទាំងគ្នាជួយចែករំលែកទៅដល់អ្នកដែលគាត់មិនទាន់ដឹង follow page សម្រាប់វីដេអូថ្មីអរគុណថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាមក្នុងបេះដូងនិងក្នុងថ្លាមម្អមស្រែបងប្អូនដែលមានបញ្ហាបែបនេះប្រើជាមួយថ្នាំអ្វីមិនបាត់បងប្អូនអាចសាកប្រើជាមួយម្អមស្រែនេះបានគ្រាន់តែយកម្អមស្រែនេះចំនួន1ក្តាប់ដៃយកទៅលាងសម្អាតឲ្យស្អាតហើយដាក់ដាំទឹកចំនួន2 លីត្ររំងាស់ឲ្យបាន15នាទីបងប្អូនយកមកហូបការហូបផងដែរមិនកំណត់ទឹកក៏មិនកំណត់ពេលវេលាដែរបងប្អូនហេវពេលណាហូបពេលនឹងចុះសូមបងប្អូនព្យាយាមហូបចាប់ពី5ថ្ងៃឡើងទៅកម្រិតជាតិខ្លាញ់ក្នុងឈាមក្នុងបេះដូងនិងក្នុងថ្លាមរបស់បងប្អូននឹងបានថយចុះដងតិចហើយដើមអណ្ដាតគោថ្នាំព្យាបាលខូចក្រលៀនដំណាក់កាលទី1ទី2ទី3ពុកម៉ែបងប្អូនកំពុងមានបញ្ហាខូចក្រលៀនសូមទៅរកដើមអណ្ដាតគោជាមួយនឹងដើមបន្លាព្រះក្លោកយកមកដាំទឹកហូបរបៀបធ្វើបងប្អូនគ្រាន់តែយកដើមអណ្ដាតគោទាំងដើមទាំងស្លឹកឲ្យបានចំនួន1ក្តាប់ដៃយកដើមបន្លាព្រះក្លោកទាំងដើមទាំងស្លឹកឲ្យបានចំនួន1ក្តាប់ដៃយកថ្នាំពីរមុខនេះលាងសម្អាតទឹកឲ្យស្អាតហើយយកទៅដាក់ដាំទឹកចំនួន2លីត្រដាំឲ្យពុះរងាស់15នាទីបងប្អូនបិទភ្លើងយកទឹកយកមកហូបការហូបផងដែរមិនកំណត់ទឹកក៏មិនកំណត់ពេលវេលាបងប្អូនហេវពេលណាហូបពេលហ្នឹងសូមបងប្អូនព្យាយាមហូបតតែជាចាប់បងប្អូនឈប់ហើយសូមបញ្ជាក់ផងដែរថាសុំតមរបស់ផ្អាប់ជូរហិលប្រៃគ្រឿងកំប៉ុងនិងស្រាជាដើមហើយសូមបញ្ជាក់